បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះបាទអញ្ចឹងថ្ងៃហ្នឹងគឺថ្ងៃទី23ខែ11ឆ្នាំ2025បាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីមួយទៀតហើយដែលវីដេអូនេះគឺយើងបន្តពីវីដេអូនៅថ្ងៃទី21ខែ11ឆ្នាំ2025ហ្នឹងគឺយើងនិយាយតាក់ទងទៅនឹងការប្រើប្រាស់ថ្នាំជំនួយពងទៅលើមាន់ហើយនឹងទាបាទជាផ្សេងគេគឺទាបាទអញ្ចឹងនៅពេលដែលបងប្អូនចិញ្ចឹមទាគឺបងប្អូនតែងចិញ្ចឹមទាយកពងបងប្អូនតែងតែគិតទៅដល់ការផលិតពងគឺក្នុងករណីដែលផលិតពងខ្ពស់ប៉ុន្តែតកតងទៅនឹងការប្រើប្រាស់ចំណីឬក៏អីផ្សេងហ្នឹងប៉ុន្តែវាផ្ដល់ផលទាបធ្វើឲ្យយើងការចិញ្ចឹមរបស់យើងគឺមានការខាតបង់អញ្ចឹងតែការខាតបង់ច្រើនគឺវាអត់អាចទៅមុខរួចបាទតែខាតបង់ច្រើនគឺយើងចាប់ផ្ដើមបោះបង់នឹងរបរចោលយើងងាកទៅរករបរអីផ្សេងប៉ុន្តែបងប្អូនបើសិនណាជាជួបករណីទាបងប្អូនដែលចិញ្ចឹមស៊ីចំណីច្រើនហើយប៉ុន្តែការផ្ដល់ពងគឺតិចតួចអញ្ចឹងវីដេអូនេះគឺខ្ញុំបង្ហាញតាក់ទងទៅនឹងការប្រើប្រាស់ថ្នាំរបៀបដូចថាជាឈុតណាអញ្ចឹងថ្នាំជាឈុតនេះដើម្បីយកទៅប្រើប្រាស់នៅលើទាពងរបស់បងប្អូនឲ្យមានប្រសិទ្ធភាពខ្ពស់តាក់ទងទៅនឹងការផលិតពងតាក់ទងទៅនឹងសបកពងក្រាស់ទំហំពងធំហើយបង្កើនចំនួនពងនៅក្នុងវងទារបស់បងប្អូនបាទអញ្ចឹងជាទូទៅនៅក្នុងការចិញ្ចឹមសត្វចិញ្ចឹមទារបស់បងប្អូនតែងតែជ្រើសយកចំណីបាទអញ្ចឹងចំណីដូចខ្ញុំបញ្ជាក់នៅវីដេអូមុនរួចហើយបើតាក់ទងនឹងចំណីបើឲ្យស៊ីម៉ាក់អីឲ្យស៊ីម៉ាក់នឹងទៅប៉ុន្តែស្អីដែលបងប្អូនជួបបញ្ហានោះគឺតាក់ទងទៅនឹងទាអាក់ពងបាទអញ្ចឹងបងប្អូនយើងមួយចំនួនខ្លះឲ្យស៊ីចំណីនឹងរហូតអត់មានដូរទេប៉ុន្តែមួយរយៈចុងក្រោយនេះគឺមានការអាក់ពងឬក៏ចុះពងបាទយើងចង់ដឹងថាតើបញ្ហាអាក់ពងឬក៏ការចុះពងហ្នឹងវាមានបញ្ហាអីខ្លះដែលនាំឲ្យទារបស់យើងផលិតពងទៅវាបានតិចឬក៏ទំហំពងតូចឬមួយទៀតអាចនិយាយបានថាសបកពងទាហ្នឹងវាស្រួយវាស្ដើងអីអញ្ចឹងទៅហើយមួយទៀតអាចមានបញ្ហាមានពងដែរប៉ុន្តែវារបៀបដូចរៀកពងវាចេញមកដូចថង់ផ្លាស្ទិកអញ្ចឹងណាវាទន់បាទអញ្ចឹងនៅវីដេអូនេះខ្ញុំនឹងស្រាយបំភ្លឺតាក់ទងថាមូលហេតុអីដែលវានាំឲ្យសបកពងស្រួយឬក៏សបកពងទន់ឬក៏ទំហំពងនឹងវាតូចបាទអញ្ចឹងជាទូទៅនៅពេលដែលបងប្អូនចិញ្ចឹមទាបងប្អូនតែតាមដានមើលតាក់ទងនឹងពងបាទពងវាឬក៏សុទ្ធវាហ្នឹងបងប្អូនយើងរើសរាល់ថ្ងៃណាអញ្ចឹងបងប្អូនយើងមួយចំនួនដែលជួបនៅបញ្ហាពងទាតូចហើយសបកពងស្រួយឬក៏សបកពងនឹងស្ដើងខុសពីធម្មតាបាទព្រោះជាទូទៅទាវាពងតូចអញ្ចឹងតែកាលណាពងតូចការលក់របស់យើងលក់ពងចេញទៅក៏វាពិបាកនៅក្នុងការលក់ដែរបាទអញ្ចឹងនៅវីដេអូមួយនេះគឺខ្ញុំនិយាយតាក់ទងទៅនឹងថាតើមូលហេតុអីដែលធ្វើឲ្យទារបស់យើងនឹងវានាំឲ្យមានបញ្ហាទាំងអស់ហ្នឹងបាទអញ្ចឹងបញ្ហាទី1គឺតាក់ទងទៅនឹងការឲ្យចំណីបាទចំណីជាទូទៅបើសិនណាជាចំណីហ្នឹងគេផ្ដល់សារធាតុរ៉ែមានសារធាតុរ៉ែមានពួកកាល់ស្យូមខ្ពស់ហើយនឹងមួយទៀតតាក់ទងទៅនឹងប្រូតេអ៊ីនអីបានត្រឹមត្រូវនោះទារបស់យើងគឺប្រកាសជាផលិតពងចេញមកគឺសបកពងមកឡើងរលោងហើយទំហំពងធំទៀតហើយអត់បាត់ចំនួនពងទេបាទចឹងបងប្អូនយើងមួយចំនួនចិញ្ចឹមទាឧទាហរណ៍ដូចចិញ្ចឹម1000អីអត្រាពងបានត្រឹមតែ4-500អាហ្នឹងវាអត់អាចទូទាត់ជាមួយនឹងថ្លៃចំណាយរបស់យើងបានទេនៅក្នុងមួយថ្ងៃបាទអញ្ចឹងថ្ងៃនេះគឺខាងខ្ញុំសូមណែនាំតាក់ទងទៅនឹងថ្នាំ3ប្រភេទដែលយើងប្រើឬក៏និយមប្រើនៅក្នុងការចិញ្ចឹមទាយកពងបាទថ្នាំទាំងអស់ហ្នឹងគឺវាជួយអត្ថប្រយោជន៍ទី1វាជួយឲ្យសបកពងក្រាស់ទំហំពងធំហើយចំនួនពងច្រើនបង្កើនការស៊ីចំណីបាទអញ្ចឹងថ្នាំទាំងអស់ហ្នឹងគឺវាតាក់ទងទៅនឹងទាដែលយើងចិញ្ចឹមយកពងហ្នឹងបាទអញ្ចឹងថ្នាំទី1គឺមានឈ្មោះថា Chitonic បាទនៅមុខខ្ញុំនេះគឺ Chitonic បាទនេះ Chitonic អញ្ចឹងតាក់ទងទៅនឹង Chitonic នេះបើបងប្អូនយើងមួយចំនួនធំដែលធ្លាប់ប្រើគឺបងប្អូនយើងអត់បានទេនៅក្នុងការចិញ្ចឹមមាន់ទាដែលយកពងឬក៏មាន់ទាដែលយកសាច់ប៉ុន្តែវីដេអូមួយនេះគឺខ្ញុំនិយាយតែតាក់ទងទៅនឹងការចិញ្ចឹមមាន់ទាដែល
យកពងបាទអញ្ចឹងសម្រាប់ជីតនិចនេះគឺវាជួយបង្កើនការស៊ីចំណីវាជួយក្នុងផ្នែកការចឹកគ្នាវាធ្វើឲ្យសត្វរបស់យើងហ្នឹងដោះរោមវាជួយឲ្យឡើងសាច់លឿនប៉ុន្តែអត់ឡើងខ្លាញ់ទេវាជួយផ្នែកសាច់ដុំវាធ្វើឲ្យសត្វរបស់យើងហ្នឹងមានសាច់ដុំល្អបាទអញ្ចឹងតែកាលណាសាច់ដុំល្អអត់ឡើងខ្លាញ់វាធ្វើឲ្យទារបស់យើងហ្នឹងគឺផលិតពងមកបានល្អពួកអីជាទូទៅមានចំណីមួយចំនួនដែលឲ្យស៊ីទៅវាឡើងខ្លាញ់អញ្ចឹងសត្វដែលចិញ្ចឹមយកពងកាលណាតឡើងខ្លាញ់ខ្លាំងគឺវាអត់ពងទេបាទបើសិនណាជាវាពងក៏ពងនឹងតូចដែរហើយមួយទៀតតូចហើយអាសបកពងនឹងវាចបាទវាអត់និយាយទៅអត់តាមលំនាំដើមអត់តាមលំនាំដើមវាធ្លាក់ពងមកវាចឬក៏សបកពងស្រួយទំហំពងតូចអញ្ចឹងទៅបាទអញ្ចឹងឆ្នាំទី2ហ្នឹងគឺមានឈ្មោះថា layer premix បាទ layer premix នេះគឺត្រូវបានប្រើប្រាស់នៅក្នុងការចិញ្ចឹមសត្វយកពងអានេះគឺយើងងាយស្រួលប្រើយើងលាយចំណីហើយបើសិនណាជាការលាយទឹកនេះបើសិនណាយើងចង់លាយទឹកគឺអត់សូវលាយល្អទេវាលាយដែរប៉ុន្តែវាហាក់ដូចជានៅរបៀបដូចកតុអញ្ចឹងតែកាលណាលាយទឹកគឺអត់សូវល្អទេអានេះបើយកល្អគឺលាយចំណីហើយទិសដៅរបស់វាគឺតកតងទៅនឹង layer premix នេះទី1វាជួយក្នុងផ្នែកផលិតពងបាទអានេះជួយតែផ្នែកពងឯងហើយការស៊ីចំណីអានឹងផ្សេងសម្រាប់ការផលិតសបកពងទំហំពងធំចំនួនពងបង្កើនចំនួនពងនៅក្នុងវងហ្នឹងគឺច្រើនបាទហើយមួយទៀតតកតងទៅនឹងទាបងប្អូនអាសាមានបញ្ហាសបកពងវាដូចថង់ផ្លាស្ទិកអញ្ចឹងបើសិនណាជាសបកពងទារបស់បងប្អូនដូចថង់ផ្លាស្ទិកអានឹងគឺជារឿងមួយដែលទារបស់បងប្អូននឹងវាជួបបញ្ហាដែលតកតងទៅនឹងកង្វះសារធាតុរ៉ែហើយនឹងកាល់ស្យូមផូស្វ័រម៉ាញ៉េស្យូមច្រើនហើយបាទអញ្ចឹងតើកាលណាខ្វះអាសារធាតុរ៉ែទូទៅទាំងអស់ហ្នឹងវាធ្វើឲ្យទារបស់យើងហ្នឹងគឺទី1សបកពងស្រួយទំហំពងក៏តូចហើយអាសាមានពងដែលទុនខ្លាំងដូចថង់ផ្លាស្ទិកអញ្ចឹងណាព្រោះជាទូទៅបញ្ហាហ្នឹងបើសិនណាជាវាកើតនៅក្នុងវងទារបស់យើងទី1គឺនៅពេលដែលពងដែលវារាកដែលយើងហៅថារាកពងណាវាច្រើនតែជួបនៅបញ្ហាពេលថ្ងៃនេះចាប់ពីម៉ោង2រហូតដល់ម៉ោង4ហ្នឹងវាមានបញ្ហាដែលយើងហៅថារាកពងណាប៉ុន្តែអាការរាកពងហ្នឹងវាចែកចេញជា2ទៅទៀតបាទអញ្ចឹងអានេះរៀងនិយាយចូលបន្តិចហើយតកតងនឹងការរាកពងហ្នឹងគឺវាចែកចេញជា2ទី1វាមានពងដែរប៉ុន្តែពងរបស់វាហ្នឹងគឺទុនបាទដូចថង់ផ្លាស្ទិកស្រោបអញ្ចឹងទុនធ្លាក់មកហើយមួយទៀតរាកពងដែរប៉ុន្តែវាអាចនឹងមានតែពងក្រហមឬក៏មានពងក្រហមពងសមួយជាមួយប៉ុន្តែអត់មានដោយសបកពងមកទេមិនថាទុនមិនថាស្រួយទេប៉ុន្តែមកគឺវាមកតែពងក្រហមហើយនឹងលាយទឹកសតិចបាទអញ្ចឹងអាពីរហ្នឹងវាបើសិនណាជាវាមកពងដូចថង់ផ្លាស្ទិកអានឹងអាចបដាមកពីបញ្ហាមិនមែនរាកពងណាដែលយើងហៅជាទូទៅថារាកពងហ្នឹងអានឹងមិនមែនបញ្ហារាកពងទេអាមកដូចថង់ផ្លាស្ទិកណាអញ្ចឹងអាហ្នឹងគឺអាចបដាមកពីបញ្ហាទារបស់យើងមានការ stress ខ្លាំងទី2អាចបដាមកពីកង្វះសារធាតុរ៉ែទូទៅបាទរួមទាំងផូស្វ័រម៉ាញ៉េស្យូមកាល់ស្យូមអីហ្នឹងអានឹងយើងហៅថាសារធាតុរ៉ែទូទៅអញ្ចឹងចំណីនៅពេលដែលខ្វះសារធាតុរ៉ែទូទៅគឺវាជះឥទ្ធិពលឲ្យទារបស់យើងហ្នឹងមានអាការៈចេញមកគឺសបកពងនឹងទុនយកតែម្ដងបាទអញ្ចឹងបងប្អូនយើងដែលចិញ្ចឹមទាគឺអាសាជួបបញ្ហាហ្នឹងណាដល់ឡែកសម្រាប់បញ្ហាមួយទៀតដែលតាក់ទងទៅនឹងទារបស់យើងវាមកពងដែរតែវាអត់មានដោយស្រោមវាមកទេមិនថាទុនដោយផ្លាស្ទិកឬក៏រឹងទេវាមកតែពងក្រហមលាយសតិចអញ្ចឹងអាបញ្ហាហ្នឹងគឺអាចបដាមកពីបញ្ហារលាកកសោមពងបាទអញ្ចឹងសម្រាប់បញ្ហារលាកកសោមពងនេះគឺយើងធ្វើការព្យាបាលដោយប្រើថ្នាំផ្សេងវាមិនមែនជាប្រភេទ layer premix នេះទេដែលអាចជួយវាបាននោះអញ្ចឹងយើងមានការប្រើប្រាស់ថ្នាំផ្សេងប៉ុន្តែនៅវីដេអូនេះគឺខ្ញុំអត់ទាន់ប្រាប់តាក់ទងទៅនឹងការព្យាបាលជំងឺរលាកកសោមពងទេអញ្ចឹងនៅវីដេអូនេះគឺខ្ញុំនិយាយតែពីតាក់ទងទៅនឹងថ្នាំដែលនាំឲ្យសបកពងក្រាស់ទំហំពងធំចំនួនពងច្រើនបាទសម្រាប់ការរាកពងអានឹងគឺយើងចាំវីដេអូក្រោយបាទអញ្ចឹងសម្រាប់ layer premix នេះគឺវាតាក់ទងទៅនឹងបញ្ហាដែលសបកពងស្រួយសបកពងស្ដើងទំហំពងតូចឬក៏ពងទារបស់យើងនឹងមានបញ្ហា
ធ្លាក់មកហើយប៉ុន្តែវាតូចឬក៏វាព្រោះជាទូទៅពងទាវារៀងសឡូនតាមរបៀបរបស់វាអញ្ចឹងបើសិនណាជាមានបញ្ហាហ្នឹងខ្ញុំសូមណែនាំឲ្យបងប្អូនយើងប្រើពីរមុខនេះបាទមាន Chitonic ហើយហ្នឹងមាន layer premix ហើយសម្រាប់ការប្រើប្រាស់ស្រួលបងប្អូនអានេះស្រួលមែនតើស្រួលទី1អានេះគឺយើងលាយចំណីការប្រើប្រាស់លាយចំណីព្រោះខ្ញុំវីដេអូមុនខ្ញុំបញ្ជាក់ឲ្យប៉ុន្តែវាដូចជាអត់ទាន់សូវច្បាស់បងប្អូនយើងស្ដាប់ទៅវាដូចថាវាអត់អស់រឿងអានេះសម្រាប់លាយចំណីក្នុង1គីឡូនេះគឺយើងអាចលាយចំណីប្រើកញ្ចប់លើកទី1ហ្នឹងឬក៏យើងហៅថាវគ្គទី1ហ្នឹងគឺក្នុង1គីឡូនេះយើងលាយចំណីបាន300គីឡូបាទសម្រាប់ layer premix បញ្ជាក់យើង1គីឡូយើងលាយចំណី300គីឡូហើយវគ្គទី1ហ្នឹងគឺយើងចាប់ផ្ដើមថ្ងៃទី1ទី2ទី3ទី4ទី5រហូតដល់1អាទិត្យអញ្ចឹងចាប់ពីការប្រើប្រាស់ហ្នឹងគឺ1អាទិត្យពេញអាហ្នឹងគេហៅថាវគ្គទី1បាទអញ្ចឹងជាទូទៅបងប្អូនយើងដែលទិញពីខាងខ្ញុំទៅភាគច្រើនគាត់អត់យល់កន្លែងហ្នឹងឥឡូវខ្ញុំចេញវីដេអូមួយនេះគឺចង់បញ្យល់តាក់ទងទៅនឹងការប្រើប្រាស់ layer premix ហើយនឹង Chitonic នេះឲ្យបានច្បាស់ព្រោះជៀសវាងកុំឲ្យបងប្អូនយកទៅហើយពិបាកឬក៏បងប្អូនយើងចង់ប្រើសាកល្បងអត់ដឹងថាត្រូវប្រើវាម៉េចអញ្ចឹងតើខ្ញុំបញ្ជាក់ឲ្យបានច្បាស់តាក់ទងនឹង layer premix នេះគឺទី1យើងត្រូវប្រើក្នុងសប្តាហ៍ទី1អានឹងគេហៅថាមួយវគ្គដំបូងគឺយើងត្រូវប្រើ1គីឡូយើងលាយចំណីបាន300គីឡូបាទអញ្ចឹងមានន័យថាមួយខាំយើងលាយចំណីបានមួយបេឬក៏មួយការុងឬក៏មួយបាវអីចឹងណាព្រោះមួយបាវនោះវាមាន30គីឡូអញ្ចឹងមួយខាំ layer premix នេះអាចលាយចំណីបាន30គីឡូហើយការប្រើប្រាស់គឺយើងប្រើវគ្គទី1នេះគឺយើងប្រើមួយអាទិត្យជាប់គ្នាបាទអានឹងអត់មានបញ្ហាអីទេបាទហើយសម្រាប់ Chitonic នេះអានឹងនៅក្នុង1លីត្រនេះយើងអាចប្រើបានពី3ប្រភេទទី1យើងអាចប្រើ1លីត្រនេះលាយទឹកបាន1000លីត្រឬក៏យើងអាចប្រើ1 cc លាយទឹក1លីត្រហើយមួយទៀតបើប្រើក្នុងករណីដែលទាមានការចុះពងខ្លាំងគឺយើងអាចប្រើ2 cc ទឹក1លីត្រអញ្ចឹងមានន័យថាមួយដបនេះយើងអាចប្រើបានទឹករហូតដល់500លីត្រអានឹងបើសិនណាយើងប្រើ2 cc ទឹក1លីត្របាទអានេះតកតងទៅនឹងការប្រើប្រាស់ហើយមួយទៀតសម្រាប់ការប្រើប្រាស់ Chitonic នេះយើងអាចប្រើរយៈពេល1អាទិត្យគឺយើងសម្រាប់1អាទិត្យបាទដល់ឡែកសម្រាប់ layer premix នេះគឺយើងប្រើក្នុងការប្រើប្រាស់គឺយើងអាចប្រើរាល់ថ្ងៃបានអត់មានបញ្ហាទេសម្រាប់ដែលបងប្អូនមានបញ្ហាតកតងទៅនឹងសម្បកពងទាស្រួយទំហំពងទាតូចឬក៏ទំហំដែលវាមានបញ្ហាដូចថង់ផ្លាស្ទិកចឹងណាបាទអញ្ចឹងយើងអត់ទាន់អស់ទេយើងនៅមានមួយមុខទៀតដែលតកតងទៅនឹងការប្រើប្រាស់ទៅលើទាពងដែរគឺយើងមាន Hepavix 200បាទអញ្ចឹងជាទូទៅនៅក្នុងការប្រើប្រាស់ Hepavix 200បងប្អូនតែងតែជួបបញ្ហាមួយដែលសំខាន់តកតងទៅនឹងការប្រើប្រាស់ហ្នឹងតកតងនឹងការចិញ្ចឹមទាហ្នឹងគឺទី1បងប្អូនច្រើនតែជួបជាផ្សេងគេអ្នកដែលចិញ្ចឹមទាប្រឡែងអញ្ចឹងបងប្អូនតែងតែជួបនៅបញ្ហាការពុលចំណីដូចជាទារបស់យើងបកាច់តែវាយបកាច់បាសជើងភ្នែកឡើងសដែលវីដេអូមុនគឺខ្ញុំបញ្ជាក់បងប្អូនថាតកតងទៅនឹងបញ្ហាហ្នឹងបងប្អូនយើងអាចច្រឡំថាវាជាសញ្ញានៃជំងឺបេះអញ្ចឹងអាហ្នឹងបើសិនណាជាបងប្អូនយើងពិនិត្យឲ្យបានច្បាស់លាស់បានដឹងថាវាអាចមានបញ្ហាដោយសារតែការពុលចំណីពពួកខ្យងខ្ចៅតូចបាទអញ្ចឹងក្នុងករណីដែលបងប្អូនប្រើឈុតនេះហើយបងប្អូនត្រូវតែប្រើអានេះមួយទៀតព្រោះអានេះវាជួយក្នុងករណីដែលសត្វរបស់យើងចុះពងដែរប៉ុន្តែតកតងទៅនឹងការចុះពងដោយការពុលចំណីមានបកាច់បាសជើងឡើងលើភ្នែកឡើងសមានរាកសមានអីណាអញ្ចឹងសម្រាប់ Hepavix នេះក៏ខ្ញុំនិយាយរួចហើយតកតងទៅនឹងវីដេអូមុនដែលវីដេអូនោះប្រហែលជារៀងយូរគួរសមដែរអញ្ចឹងបងប្អូនយកទៅប្រើហើយ Hepavix នេះក្នុង1លីត្រនេះយើងអាចប្រើបានទឹក1000លីត្របាទអញ្ចឹងចាំបាច់បំផុតអ្នកដែលចិញ្ចឹមទាប្រឡែងហ្នឹងគួរណាស់តែប្រើហើយអានេះការប្រើប្រាស់ក្នុងមួយខែយើងអាចប្រើរយៈពេល3ដងឬក៏4ដងបានដោយការប្រើប្រាស់គឺយើងប្រើរយៈពេល3ថ្ងៃជាប់គ្នាបាទអាហ្នឹងសម្រាប់ Hepavix 200ណាព្រោះអីជាទូទៅបើសិនណាជាអត់ប្រើអានេះទេបញ្ហាទារបស់យើងមានអាសារាករូសមានអាសាបកាច់លមូលកអីហ្នឹងវាអាចមានបញ្ហាច្រើនបាទអញ្ចឹងតកតទៅនឹង Hepavix 200ហ្នឹងគឺវាអាចជួយបញ្ហានឹងបានអត់ឲ្យបងប្អូនយើងពិបាកទេអញ្ចឹងអ្នកចិញ្ចឹមទាទាំងអស់ចិញ្ចឹមទាប្រឡែងហ្នឹងគួរតែជ្រើសយក Hepavix 200នេះទៅប្រើដើម្បីឲ្យវា
ទារបស់យើងនឹងគឺល្អហើយមួយទៀតហើយប៉ាបាច់200នេះវាជួយលាងជាតិពុលនៅក្នុងថ្លើមវាជួយក្នុងករណីសัตว์របស់យើងក្តៀនឬក៏នៅសុករាកខុសពីធម្មតាក៏យើងអាចប្រើបានដែរបាទអាហ្នឹងតកតនឹងឲ្យប៉ាបាច់200បាទអញ្ចឹងថ្ងៃហ្នឹងគឺអត់មានអីច្រើនទេយើងមានការណែនាំតកតងទៅនឹងការប្រើប្រាស់ថ្នាំ3មុខហ្នឹងមានយើងមាន layer premix មាន cheat tonic ហើយនឹង HEPA វិច200បាទអញ្ចឹងយ៉ាងម៉េចដែរបងប្អូននៅពេលដែលតាមដានទស្សនាវីដេអូមួយនេះតើបងប្អូនយើងមានការចាប់អារម្មណ៍ប្រើប្រាស់ឈុតនេះដើម្បីយកទៅឲ្យទាពងរបស់យើងគឺបានផលល្អដែរទេបាទអញ្ចឹងបើសិនណាជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចតាក់ទងមកខាងយើងខ្ញុំបានខាងយើងខ្ញុំមានការផ្ញើជូនគ្រប់ទីកន្លែងបាទអញ្ចឹងបញ្ជាក់ផងដែរថាសម្រាប់ការផ្ញើអីវ៉ាន់ទាំងអស់ហ្នឹងបើសិនណាជាបងប្អូនយើងទិញបងប្អូនត្រូវទូទាត់ប្រាក់ជាមុនបាទអញ្ចឹងបានខាងខ្ញុំនឹងផ្ញើអីវ៉ាន់ជូនបងប្អូនបាទអញ្ចឹងវីដេអូមួយនេះគឺដល់ទីបញ្ចប់ហើយក៏សូមអរគុណផងដែរចំពោះការតាមដានទស្សនាវីដេអូរបស់បងប្អូនថ្ងៃនេះអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណ